សួស្តីបងប្អូនអរគ្នានាំបងប្អូនអរគ្នាមកដើរមើលទីក្រុងភ្នំពេញមួយខ្ញុំក្នុងរយៈពេលមួយថ្ងៃជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងនៅក្នុង vlog មួយនេះខ្ញុំធ្វើបងប្អូនអរគ្នាមើលនៅក្នុងទីក្រុងភ្នំពេញដែលខ្ញុំបានដើរលេងនៅកន្លែងសពអស់ហើយអញ្ចឹងបងប្អូនគ្នាដែលគាត់មិនទាន់ស្គាល់ភ្នំពេញច្បាស់លាស់កុំឲ្យមកអីណាគ្នាបងប្អូនគ្នាអត់សូវចំណាំហើយអត់សូវស្គាល់ប្រយ័ត្នគេបោកខ្ញុំដែរអញ្ចឹងតាមមើល vlog នេះទាំងអស់គ្នាសោះខ្ញុំបានទៅផ្សារដើម្បីទិញម្ជើងមួយដើម្បីទុកពាក់នៅភ្នំពេញអញ្ចឹងណាបានម្ជើងនឹងខោនឹងទៅឲ្យតថ្លៃគេមកទៅបាននៅពេលព្រឹកឡើងខ្ញុំបានមួយទឹកផាកអាយរួចហើយក៏ខ្ញុំបានចាំជាមួយនឹងឡានក្រុងព្រោះដោយសារតែខ្ញុំជិះដំណើរនៅម៉ោង 9:30 នាទីទៅដល់នោះគឺម៉ោង 11:30 មកនៅមិនសូវហ៊ីម៉ានៅព្រោះសារតែពេលហ្នឹងគឺចង់ទៅទេតែគឺយើងបានកក់ឡានអីអស់ហើយបានកក់សំបុត្រកនអីអស់ហើយអញ្ចឹងបើយើងអត់ទៅគឺវាខាតលុយខ្លាំងមែនតើហ្មងអញ្ចឹងក៏សម្រេចចិត្តទៅហ្មងទៅហើយមុនខ្ញុំឡើងឡានគឺខ្ញុំបានហូរនំហូរអីដែរអញ្ចឹងណាគ្នាព្រោះសារតែខ្ញុំខ្លាចទៅដល់ឃ្លានតាមផ្លូវអីអញ្ចឹងទៅយើងមាននំទុសគួរអញ្ចឹងទៅហើយគឺខ្ញុំបានមកទិញកាហ្វេអីផឹកអីដែរអញ្ចឹងណានៅពេលហ្នឹងគឺខ្ញុំបានដើរទៅចំណុចឡានក្រុងនៅព្រះបុនថាមដោយសារតែខ្ញុំបានកក់សំបុត្រនៅក្នុងព្រះបុនថាមទៅវិញទៅមកហ្នឹងនៅក្នុងរយៈពេលដែលខ្ញុំទៅហ្នឹងគឺម៉ោង 9:30 ហើយនៅម៉ោង 11:30 ពេលខ្ញុំមកវិញគឺនៅម៉ោង 4 គត់ម្ដងហ្នឹងគឺម៉ោង 5:30 តែយល់ល្អគឺខ្ញុំសូមប្រាប់បងប្អូនអរគ្នាមកកន្លែងនេះត្រង់តិចបើអ្នកគ្នាទៅពេញគឺអ្នកគ្នាកក់សបត់ទៅធំទៅពេញបានហើយចាំពេលអ្នកគ្នាមកវិញចាំអ្នកគ្នាកក់សបត់តាមក្រោយក៏បានដែរអញ្ចឹងកុំឲ្យអ្នកគ្នាខាត់ពេលតាមក្រោយចូលឡើងអញ្ចឹងណាព្រោះអីដោយសារតែបានជួបបបិសោតមួយនឹងហើយហើយសូមប្រាប់ត្រង់តិចដូចជាខ្ញុំជាដើមឬក៏បងប្អូនអរគ្នាដែលគាត់មិនទាន់ស្គាល់ភ្នំពេញច្បាស់លាស់ទេអ្នកគ្នាកុំឲ្យទៅបើអ្នកគ្នាអត់មានម៉ូតូមានអីជិះខ្លួនឯងទេប្រយ័ត្នទៅដល់គេបោកអ្នកគ្នាដោយសារតែបបិសោតនេះគឺខ្ញុំអ្នកខែខ្ញុំមិនដឹងទេថាអ្នកភ្នំពេញគឺបែបមិនអីមិនគឺខ្ញុំមិនសូវដឹងទេខ្ញុំធ្លាប់តែឃើញគេលេងក្នុងរឿងអញ្ចឹងណាពេលឥឡូវជួបតខ្លួនឯងខ្ញុំដឹងថាអូយអ្នកភ្នំពេញសាហាវខ្លាំងមែនតើចឹងស្មានតែគាត់មិនទាន់ស្គាល់ភ្នំពេញច្បាស់លាស់ហើយគឺគាត់មកបែបរបៀបខ្ញុំនេះគឺអ្នកគ្នាសូមពិចារណាបន្តិចហើយគឺជាពិសេសទៅលើកង់3ឬក៏ម៉ូតូឌុបនឹងតែម្ដងគឺខ្លាំងមែនតើហ្មងដូចជាខ្ញុំជិះម៉ូតូឌុបពូនេះអញ្ចឹងខ្ញុំមិនមែនគិតថាម៉ូតូឌុបឬកង់3ក៏ខូចទាំងអស់ហ្មងទេប៉ុន្តែគឺមានអ្នកមួយចំនួនគឺគាត់ខូចអ្នកគ្នាគាត់យើងឃើញយើងមកពីខេត្តមកពីអីអញ្ចឹងគឺស្រួលបោកខ្លាំងមែនតើហ្មងក្នុងវីដេអូក្រោយខ្ញុំនិយាយអំពីពូម៉ូតូឌុបនឹងប៉ុន្តែខ្ញុំមិនចង់និយាយនៅក្នុង vlog របស់ខ្ញុំទេខ្ញុំចង់ឲ្យបងប្អូនគ្នាសប្បាយនៅក្នុង vlog របស់ខ្ញុំហើយផ្ដល់អារម្មណ៍ទៅមើលក្នុងការដើរលេងជាមួយខ្ញុំទាំងអស់គ្នាទៅពេលដែលខ្ញុំមកដល់លីដែរហ្នឹងគឺខ្ញុំច្រឡំផ្សារមួយនេះស្មានហុងកុននៅក្នុងនោះអញ្ចឹងណាខ្ញុំពេលនោះដើរមើលអំពេញហ្នឹងមកណាគ្នាទាំងអត់ដឹងថាហុងកុនគឺវានៅមួយខាងនៅពេលដែលខ្ញុំមកដល់ហុងកុនហ្នឹងដូចជានៅម៉ោង 11 ដល់ 12 ដែរណាគ្នាដោយសារតែខ្ញុំមកមុននេះនៅក្នុងគោលបំណងខ្ញុំកក់សំបុត្រយើងយកសំបុត្រអីឲ្យហើយអញ្ចឹងណាព្រោះខ្ញុំបានកក់សំបុត្រក្នុង app ហ្នឹងគឺគេបានបញ្ជាក់សំបុត្រឲ្យខ្ញុំទេអត់ប្រាប់ថាវាបញ្ជាក់ QR code អីអញ្ចឹងទៅអញ្ចឹងក៏ខ្ញុំមកសួរគេអីអញ្ចឹងណាយើងសួរមួយកុំឲ្យមកដល់ទៅវាងាយងាយពេលខ្ញុំមកដល់គឺគេបិទហុងកុនបាត់ហើយណាគ្នាប៉ុន្តែគេមិនបិទមួយថ្ងៃអីណាគ្នាគេគ្រាន់តែបិទហើយនៅម៉ោង 1 ហ្នឹងមកគេបើកទទួលសំបុត្រអីវិញអញ្ចឹងណាពីសំបុត្រគេមិនទាន់បើកលក់ខ្ញុំក៏បានដើរទៅហាងបងខ្ញុំនៅម្ដុំសាលាសធមុខហើយគ្រាន់តែខ្ញុំដើរទៅដល់ហ្នឹងគឺភ្លៀងផងអីផងយរុំគឺវេទនាខ្លាំងមែនតើហ្មងបន្ទាប់ពីទៅលេងបងខ្ញុំអីហើយបងខ្ញុំក៏គាត់បាន booking pass app ដើម្បីឲ្យខ្ញុំទៅលីដែនវិញអញ្ចឹងណានៅពេលដែលខ្ញុំទៅដល់ហុងកុនហ្នឹងដូចជាម៉ោង 1:10 នាទីហើយរឿងដែលខ្ញុំត្រូវមើលហ្នឹងគឺគេចាក់នៅម៉ោង 1:45 នាទីនៅពេលទៅដល់ហុងកុនហ្នឹងគឺមានបងកក់សំបុត្រអីច្រើនខ្លាំងមែនតើហើយគ្រាន់តែខ្ញុំបានសំបុត្រហ្នឹងរៀងយូរដែរណាគ្នាហើយនៅទិញកូកាទិញអីផឹកអីដែរអញ្ចឹងណាគ្នាហើយនៅពេលដែលខ្ញុំទៅមើលហ្នឹងគឺខុសហលទៀតណាគ្នាគឺគេបានដាក់ហល3ហើយជាមួយនឹងរឿងដែលខ្ញុំអត់បានពេលហ្នឹងគឺបានចាប់អារម្មណ៍មកណាគ្នាគេដាក់រឿង zombie តែខ្ញុំបានទៅមើលរឿងជាមួយនឹងរឿងអីគេរឿងស្អីអាប់ធ្មប់ស្អីគេនោះហើយមិនគៀងមកពេលហ្នឹងណានៅពេលហ្នឹងអ៊ំស្រីហ្នឹងគាត់បានប្រាប់ដែរថាហល3ហ្នឹងដូរមកហល5វិញមែនហើយខ្ញុំក៏បានប្រាប់គាត់ថាមិនមែនទេគឺខ្ញុំចូលហល3ហ្នឹងហ្មងព្រោះថាតែក្នុងក្រាស់គឺគេដាក់ហល3គេមានថាដូរអីអញ្ចឹងទេពេលហ្នឹងគឺបងដែលកក់សបត់ហ្នឹងក៏គាត់បានប្រាប់ដែរចឹងទៅគឺខ្ញុំបានដើរចូលកន្លែងហល3អញ្ចឹងណាគ្នាហើយនៅពេលហ្នឹងគឺខ្ញុំហូរចិត្តខ្លាំងមែនតើមកមកដល់គ្នាហើយនៅពេលដែលខ្ញុំចូលហល3ហ្នឹងណាគ្នាគឺខុសហលព្រោះថាតែនៅពេលហ្នឹងគឺបងដែលគាត់មករៀនច្រើនគ្នាដែរគាត់បានមកកន្លែងខ្ញុំដែរអញ្ចឹងហើយគាត់ថាអូនមិនឯងច្រឡំកៅអីព្រោះអីបងបានកក់កៅអីលេខ6ហ្នឹងហើយអញ្ចឹងមិនឲ្យគេបានកៅអីលេខ6ហ្នឹងត្រូវមិនឯងត្រូវអង្គុយវិញអញ្ចឹងហើយខ្ញុំដំបូងគឺខ្ញុំចាប់បកាយឈ្នះមួយគេណាគ្នាក៏ពិតមែនទេគឺខ្ញុំខុសខ្លួនឯងនៅពេលដែលសាច់រឿងគេលេងចេញមកគេទៅលេងចេញរឿង zombie វិញគឺខ្ញុំហួសចិត្តមកណាគ្នាដល់ខ្ញុំនឹងថាប្រហែលជាយើងខុសហើយអញ្ចឹងក៏ខ្ញុំបានចូលហល5វិញក៏បានទៅមើលរឿងអាប់ធ្មប់ស្អីគេហ្នឹងឯង
ហើយនិយាយរួមទៅមើលហ្នឹងណាគ្នាគឺខ្ញុំមើលមករហូតដល់សារតែខ្ញុំអត់បានមើលរឿងហ្នឹងចប់ទេនៅសល់1ម៉ោងកន្លះទៀតប៉ុន្តែខ្ញុំត្រូវចេញពីហលមុនដើម្បីខ្ញុំទៅហៅកន្លែងព្រះបុណ្យធម្មចូលច្បារអញ្ចឹងណាគ្នានិយាយរួមគឺខ្ញុំមិនស្គាល់ព្រះបុណ្យធម្មចូលច្បារហ្នឹងទេខ្ញុំហៅព្រះបុណ្យធម្មក្នុងភ្លើងព្រោះសារតែខ្ញុំឃើញសួនក្នុងភ្លើងហ្នឹងអញ្ចឹងណាចឹងខ្ញុំហៅអញ្ចឹងទៅហើយនិយាយរួមគឺគេឡើងពេញហ្នឹងហ្មងណាគ្នាគឺគេអត់ស្គាល់ព្រះបុណ្យធម្មក្នុងភ្លើងទេតោះយើងហៅព្រះបុណ្យធម្មចូលច្បារមកគេស្គាល់អញ្ចឹងណាគ្នានិយាយរួមគឺខ្ញុំមកមើលកូនលើកនេះគឺវេទនាតឹងទ្រូងខ្លាំងមែនតើហ្មងចូលហលខុសហើយខកម៉ោងហើយគឺមើលរឿងអត់ដល់ចប់ទេណាគ្នាប៉ុន្តែរឿងដែលខ្ញុំមើលហ្នឹងគឺល្អមើលមែនណាគ្នានិយាយរួមគឺស្ដាយខ្លាំងមែនតើមកបានមើលដល់ចប់និយាយរួមគឺប្រាជ័យគ្រប់រឿងមកបងប្អូនគ្នាឥឡូវនេះបងប្អូនគ្នាមកស្ដាប់មើលនឹងខ្ញុំវេផ្លូវភ្នំពេញអ្នកគ្នាគ្នាវេផ្លូវទៅមិនឃើញអូយហត់ឥឡូវនេះហូបផ្លូវខ្ញុំទៅជាហ្មងហើយនៅពេលដែលខ្ញុំដល់ព្រះបុណ្យធម្មហ្នឹងគឺឡានចេញចោលបាត់ហើយណាគ្នាអញ្ចឹងគឺអត់មានអីទេគឺមានមកដីផ្ទះជួលនៅបន្ទប់ជួលរបស់បងខ្ញុំអញ្ចឹងនៅពេលព្រឹកឡើងហ្នឹងគឺខ្ញុំបានមកដល់ព្រះបុណ្យធម្មវិញដើម្បីកក់សបល់ម្ដងទៀតអញ្ចឹងណាគ្នាអញ្ចឹងក៏បានទៅដល់កំពង់ឆ្នាំងវិញណាគ្នាយីរុំគឺពេលនៅវេទនាខ្លាំងមែនតើភ័យអស់ដែលមកដល់ស្រុកវិញអញ្ចឹងណាយីរុំគឺខ្ញុំទៅពេញមួយថ្ងៃនេះគឺមានអារម្មណ៍មួយថាជួបបទពិសោធន៍ច្រើនខ្លាំងមែនតើហើយធ្វើឲ្យយើងហ្នឹងរៀនជាមួយនឹងការទៅភ្នំពេញម្នាក់ឯងអញ្ចឹងណាអញ្ចឹងគឺខ្ញុំក៏បានមកដល់ខេត្តខ្ញុំវិញហើយក៏ចូលមកធ្វើការធម្មតាវិញថ្ងៃណាគ្នានៅពេលដែលខ្ញុំមកដល់ខេត្តវិញគឺខ្ញុំអត់មានធ្វើអីទេគឺខ្ញុំផ្លាស់កៅអៅធ្វើការតែម្ដងអ្នកគ្នាហើយក៏បងប្អូនអ្នកគ្នាសម្រាប់ការតាមដានក្នុងវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយបាយ